nè chân rồi lâu switch đấy dương chập đám lâu trong lúc cháu cho thằng bị đau tì đã trong tì chập mọi thời dương mà nè chân dương vô switch một đàn nam muốn mà để dương bình chất chân dương switch một cú mà nè chân bắt đầu mà tiên để dương làm switch vào dương nè mà nè cái switch vào dương chân cà phê riêng được món dương vô computer vào dương đi máu dương cú nè cái buôn trâu rồi cái cho switch nè ai dương cho nhà tiền thì mới dương vô xài mỗi khai con console cho lên nâng máu ai cho lên computer dương vô console port hai là cái là computer dương dương vô cái OS P3 P3 P nè và dương cho computer dương máu dương vô bị cái desktop ai vô terminal ai dương cho ok nè và chẳng dương châu thái chẳng dương command muốn từ enable chẳng config terminal chẳng ở vậy thì trong nick trong đồ password muốn sw1 nên chắc trong set password ở vậy cái ở router và chắc nick trong set password rồi hết chắc trong set password mà chọn tiếp lá con console và top pin nhầm set line nó nhầm password mà nhầm làm gì vậy được này chắc đó login đó là chắc nick trong set password console hết chắc trong set password mỗi tiết cứ password remoteរបស់ switch ណាចឹង line វិធីវាយ04ណាចឹង password ខ្ញុំដាក់ឲ្យដូចគ្នាទៅបាទហើយ log in ណាបាទចឹងខ្ញុំ set រួចណាចឹងយើងចង់ save យើង do write ណាបាទ do write ចឹងមកនេះយើង save ណាអញ្ចឹងមួយទៀតយើង remote switch អ្វីដែលយើងត្រូវការមួយទៀតគឺអីគេគឺហើយណាហើយ remote switch យើងត្រូវការ IP អញ្ចឹងខ្ញុំ set IP ទៅឲ្យ switch ណាអញ្ចឹងឥឡូវខ្ញុំរបៀបខ្ញុំបង្ហាញមួយដើម្បីយើងមើល VLAN យើងប្រើ command មួយ show VLAN bridge ណាបាទអញ្ចឹង show VLAN bridge G default switch របស់យើងវា support VLAN 1 all port in VLAN 1ណា all port in VLAN 1ណាអាហ្នឹង G default ហើយ status វាអីគេ active ណាអញ្ចឹងមុនមិញគឺយើងអីគេយើងពាក់ព័ន្ធនឹង command យើងបង្កើត VLAN ណាអញ្ចឹងខ្ញុំចូលទៅ config terminal អញ្ចឹងខ្ញុំបង្កើត VLAN អញ្ចឹងខ្ញុំ VLAN លេខ10បាទខ្ញុំបង្កើត VLAN លេខ10ហើយដាក់ name IT ណាអញ្ចឹងខ្ញុំ assign port ទី1ឲ្យ VLAN លេខ10អញ្ចឹងខ្ញុំចូលទៅ port ទី1 interface នេះឈ្មោះ port របស់យើងណានេះបាទ port ទី1ណា fast ហ្នឹងមកពី fast ethernet ណា interface fast 01ណា IP address អញ្ចឹង192អានេះខ្ញុំសិន192.168.1 សិនមិនម៉ាស់ណាបាទអញ្ចឹងអានេះគឺខ្ញុំសិនអីគេសិន IP ឲ្យអូ sorry បាទណាអញ្ចឹងហើយរឿងច្រឡំតិចណាណាអញ្ចឹងខ្ញុំ exit វិញបាទអញ្ចឹងខ្ញុំបង្កើត VLAN លេខ10ហើយយើង interface បាទ VLAN លេខ10ណាបាទណាអញ្ចឹងខ្ញុំសិនមុនមិញណាគ្នា command នេះ interface VLAN លេខនេះណានេះ VLAN លេខ10នេះណាបាទអញ្ចឹង interface VLAN លេខ10បាទអញ្ចឹង IP address 192 168ណា1ចំណាក់1ណាចំណាក់1មកបាទហើយសាប់នឹងម៉ាស់255 255 255 0ណាអញ្ចឹងយើង no shutdown អញ្ចឹងខ្ញុំ port នេះខ្ញុំចាក់ចេញពីវាអញ្ចឹងខ្ញុំចូលទៅ port មួយទៀតដើម្បីខ្ញុំអីគេយក VLAN លេខ10ខ្ញុំ access ណាអញ្ចឹងខ្ញុំចូលទៅ port លេខ1ដែលខ្ញុំមុនមិញហ្នឹងណា interface ហើយប្រើ command មួយគឺ switch port mode access ណាមួយទៀត switch port access VLAN លេខ10ណាបាទអញ្ចឹងយើងបានអីគេបានកុំព្យូទ័ររបស់យើងដែលមាន VLAN លេខ10អញ្ចឹងមុនដំបូងមិញខ្ញុំអីគេខ្ញុំ config អីគេ password វារួចហើយមែនទេនេះបាទណាអានេះគឺយើងសម្រាប់ remote switch ណាបាទឥឡូវខ្ញុំ save copy run start អញ្ចឹងខ្ញុំយកអីគេខ្ញុំយកកុំព្យូទ័ររបស់ខ្ញុំមកណាមកខ្ញុំយកកុំព្យូទ័រមួយគ្រឿងបាទ
យកកុំព្យូទ័រមួយគ្រឿងហើយខ្ញុំដោត port កុំព្យូទ័រហ្នឹងចូលលេខគេអានេះ port Ethernet របស់យើង network របស់យើងអញ្ចឹងនេះ port លេខ1ណាអញ្ចឹងខ្ញុំ set IP ឲ្យកុំព្យូទ័រខ្ញុំបាទ set IP មក192.1.2 ណាបាទអានោះលេខ10គឺ VLAN នេះហើយអញ្ចឹងខ្ញុំ command មួយគឺអានេះគឺ telnet ណាអញ្ចឹងយើង set IP របស់អីគេរបស់ VLAN លេខ10របស់យើងនេះវាអត់ទាន់ដើរអស់ណានេះដោយសារវាអត់ទាន់ដើរអស់ណាអូខេចុះ password ទេបាទអានេះយើងចូល switch បានណាអញ្ចឹង switch ហ្នឹងនៅឯណាក៏យើងអាច remote វាបានដែរណាបាទអានេះយើងចូលតាមអីគេតែ password ទេអានេះយើងជាប់មួយជាន់ទៀតណាបាទពីរជាន់ណាបាទអានេះយើងមិនថាយើង remote ដែរអានេះយើងអត់ជាប់អីគេអត់ជាប់ username password ទេប៉ុន្តែបើសិនជាយើងជាប់ username password យើងត្រូវ config មួយកលៈទៀតណាបាទអញ្ចឹងខ្ញុំចង់ឲ្យជាប់ username password មាន username password ណាអញ្ចឹងមាន username password អញ្ចឹងយើងចូលទៅហើយ switch យើងដដែលណាconfig terminal ហ្នឹង line VTY 04ដែលខ្ញុំ config មុនមិញណាបាទអញ្ចឹងមិញខ្ញុំ config password ខ្ញុំ no password ណា no login ណាអញ្ចឹងខ្ញុំបិទចោលទាំងអស់អញ្ចឹងខ្ញុំ reconfig ឡើងវិញណាអញ្ចឹងខ្ញុំប្រើ command មួយ login low ណា login local ណាតមកទៀតអីគេ transport input telnet ណាអញ្ចឹងអានេះគឺ command ដែលយើងនេះហើយមួយទៀតយើង config អីគេ username ណា username admin password admin ចុះណាបាទណាអញ្ចឹងអានេះតមកទៀតខ្ញុំអីគេខ្ញុំ save អញ្ចឹងខ្ញុំ remote មួយសារទៀតណាខ្ញុំ remote មួយសារទៀតអូយូ not use អញ្ចឹងខ្ញុំអីគេ telnet គេឲ្យ 192.168.1.1 ណាអញ្ចឹងឃើញជាប់ still use ណាឥឡូវខ្ញុំអញ្ចឹងនៅនេះទេឥឡូវនៅ copy run start ខ្ញុំ reload មកបាទមិនខ្ញុំ reload switch ណានេះជាប់ username password ណាចាំមុនមិនវាជាប់អាចារ្យណាអញ្ចឹង username អីគេ admin password admin ណានេះខ្ញុំបាយខុសណាបាទអញ្ចឹងនេះអ្វីដែលខ្ញុំ basic config ពាក់ព័ន្ធជាមួយ basic config and config VLAN ណា